បាទគឺថាដោយសារមានបងប្អូនមួយចំនួនគាត់ថាគាត់ទិញប៉ាន់តែថោកយកមកប្រើក៏ប៉ុន្តែគាត់មិនហ៊ានដាក់ទឹកក្តៅខ្លាំងទេបាទដាក់ក្តៅខ្លាំងមិនស្រួលបែកប្រើប៉ុន្តែប៉ាន់របស់យើងនេះគឺថាអាចដាំទឹកក៏បានដែរបងប្អូនបាទហេតុអ្វីទៅបានប៉ាន់តែអាចដាក់លើចង្ក្រានហ្គាសដាំទឹកធ្វើពងើអញ្ចឹងបាទសូមជម្រាបជូនបងប្អូនថាយើងមិនមែនទិញប៉ាន់តែមកសម្រាប់ដាំទឹកទេប៉ុន្តែខ្ញុំចង់ជម្រាបជូនបងប្អូនថាប៉ាន់តែរបស់យើងគឺជាប្រភេទកែវមួយយ៉ាងដែលគេហៅថា borosilicate glass borosilicate glass គឺជាប្រភេទកែវដែលរឹងមាំជាងកែវយើងធម្មតាបាទគឺប្រើប្រាស់ដោយមានសុវត្ថិភាពដោយភាពស្អាតបាទរឹងមាំល្អហើយប៉ាន់តែមួយនេះគឺបងប្អូនឃើញនៅក្នុងរូបនេះគឺគេហៅថា borosilicate glass ដែលជាប៉ាន់តែប្រណិតបងប្អូនបាទគឺល្អ borosilicate ទាំងក្រៅទាំងក្នុង infuser វាខាងក្នុងនោះក៏ជា borosilicate glass ដែរខ្ញុំមិនយកប៉ាន់តែដែលមានគុណភាពអន់យកមកឆុងយកមកលក់ចែកជូនបងប្អូនទេដោយសារវាត្រូវការប្រើប្រាស់ជាមួយនឹងទឹកក្តៅបាទប៉ាន់តែខ្លះគឺថាកែវតែខាងក្រៅទេខាងក្នុងគឺជាជ័រដូច្នេះជ័រយកមកដាក់ជាមួយនឹងទឹកក្តៅគឺមានបញ្ហាដល់សុខភាពអញ្ចឹងយើងប្រើប្រាស់តែផលិតផលដែលមានគុណភាពល្អបងប្អូនបាទប៉ុន្តែនេះខ្ញុំហៅថាប៉ុន្តែអូតូបាទគឺយើងគ្រាន់តែប៉ះដៃទៅលើរែងប៊ូតុងខាងលើនេះគឺថាទឹកធ្លាក់មកក្រោមហើយកាកតែនៅខាងលើងាយស្រួលឆុងមែនតែនបងប្អូនបាទចំណុះវា700មីលីលីត្រហើយយើងឆុងម្ដង200មីលីលីត្រគឺយើងឆុងតាមបែបចិនតាមបែបកុងហ្វូគឺល្អមែនតែនបងប្អូនបាទប៉ុន្តែនេះគឺថាមិនមែនប្រើប្រាស់តែនៅក្នុងស្រុកយើងទេសូម្បីតែខាងអឺរ៉ុបខាងអង់គ្លេសក៏យកទៅប្រើប្រាស់ដែរបាទគឺមានលក់នៅទីនោះដែរដូច្នេះប៉ុន្តែដែលមានគុណភាពល្អរូបរាងស្អាតគឺតាក់ទាញ elegant គឺថាប៉ុន្តែ borosilicate ពីហាងតែលីនបងប្អូនបាទអញ្ចឹងហើយបងប្អូនបាទខ្ញុំពិសោធន៍ការដាំទឹកនេះជូនបងប្អូននឹងគឺថាដោយសារបងប្អូនខ្លះគាត់តែងតែថាប៉ុន្តែខ្ញុំទិញតែ$2-3ទេបងមិនក៏លក់ដល់ទៅ$10ជាងនោះបាទគឺវាខុសគ្នាបងប្អូនបាទគឺវាខុសគ្នាវាមិនដូចគ្នាទេបាទរបស់ថ្លៃបន្តិចមែនក៏ប៉ុន្តែការប្រើប្រាស់គឺសុវត្ថិភាពហើយដែកវាខាងក្នុងនោះដែកអ៊ីណុកខាងក្នុងគឺគេហៅថា304គឺជាប្រភេទអ៊ីណុកដែលប្រើប្រាស់នៅផ្ទះបាយអញ្ចឹងវាសុវត្ថិភាពបងប្អូនបាទគឺល្អសម្រាប់ប្រើប្រាស់បាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នេះទេហើយខ្ញុំដាំទឹកនេះគឺជាការពិសោធន៍ជូនមើលគឺជាការពិសោធន៍ជូនបងប្អូនមើលជាក់ស្ដែងបាទកុំឲ្យយើងចេះតែនិយាយថារបស់យើងល្អយ៉ាងម៉េចទៅបាទគឺវាល្អវាខុសគ្នាត្រង់ហ្នឹងបងប្អូនបាទនេះគឺជាតម្លៃប៉ុន្តែត្រួសនៅលើនេះបងប្អូនអាចអញ្ជើញមើលបានបាទហើយបើបងប្អូនមានចម្ងល់បងប្អូនអាចសាកសួរមកយើងខ្ញុំនឹងឆ្លើយតបឲ្យបានទាន់ពេលវេលាបាទទុកភារកិច្ចឲ្យយើងខ្ញុំជ្រើសរើសនៅផលិតផលល្អលក់ចែកជូនបងប្អូនបាទហើយខាងចុងនេះបងប្អូនជើញមើលតម្លៃតែមួយចំនួនបងប្អូនបាទយើងមានតែបៃតងតែអ៊ូឡុងល្អឆ្ងាញ់ថ្មីស្រស់មកពីចិនដីគោកមកពីតៃវ៉ាន់សូមអញ្ជើញបងប្អូនមើលដូចតទៅនេះបាទរដូវផ្ការីកបានមកដល់ហើយបាទតែអ៊ូឡុងធីគួនជីនមកពីតំបន់អានស៊ី County ខេត្តហ្វូយៀនទឹកដីដើមកំណើតនៃតែអ៊ូឡុងដ៏អស្ចារ្យបាទយើងខ្ញុំបានសម្រិតសម្រាំងជ្រើសរើសតែអ៊ូឡុងសរីរាង្គមកចែកជូនបងប្អូនមិនត្រឹមតែក្លិនក្រអូបឈ្ងុយឈ្ងប់ក្នុងរដូវផ្ការីកតែប៉ុណ្ណោះទេប៉ុន្តែអាចជួយទ្រទ្រង់សុខភាពយើងបានច្រើនជាពិសេសគឺតែគុណភាពខ្ពស់ដែលយើងសម្រិតសម្រាំងជូនបងប្អូននោះបាទតែអ៊ូឡុងធីកុនជីនហ្នឹងមានអារម្មណ៍ថាក្លិននេះមានអារម្មណ៍ថាហត់ទៅដូចមានអារម្មណ៍ថាកំពុងដើរកាត់ចំការដើមឈើដូចដើមព្រៃឈើច្រើនមានក្លិនកោបក្លិនផ្កាក្លិនស្លឹកឈើអីចឹងមកនិយាយទៅរបៀបអញ្ចឹងមានអារម្មណ៍ថាហត់ទៅមានភាពសម័យអញ្ចឹងក្លិនតែហ្នឹងនិយាយទៅឆ្ងាញ់មែននិយាយទៅក្លិនកោបឈ្ងុយប្រហើរដូចក្លិនផ្កាហ្នឹងនិយាយទៅដូចធម្មជាតិទៅរសជាតិវាក្លឹមហ្មងនិយាយទៅតែហ្នឹងតាំងពីក្លិនតាំងពីរសជាតិមើលពីទឹកពណ៌វិញក៏ស្រស់ស្អាតដែរពណ៌ទឹកហើយក្លិនហ្នឹងក៏អូបប្រហើរផ្កានិយាយទៅបែបធម្មជាតិលើបចូលដល់ក្នុងមាត់ហើយនៅតែមានក្លិនជាប់នៅមាត់ប្រហើរហើយមានជាតិផ្អែម
ในจบตาบ้านช่องจะมวยต่างแต่ปันใดดอกเป็นเตี้ยมันต่างท่ารสเจียดต่างละอคลังปนาเลยในช่องปันทมอนั่งโดยปันใดได้บ่อยๆแต่ขอท่าช่างงานแม่นี่แต่คลันก็อบช่วยบ่ฮาดิคลันปกานั่นนี่ได้ดิทอมเจียดเวียสตีน่ะใส่เกออสมันซะนั่นไงอูลองออสมันซะđiênគ្នានឹងបើនិយាយពីក្លិនតែគាត់អូស្មិនសិនទៅឃើញផ្កាតែនៅនឹងបាទតែនេះគឺមកពីតំបន់ Ansi County ខេត្ត Fujian ដែលជាទឹកដីដើមកំណើតនៃការរកឃើញតែអ៊ូឡុងនេះបាទដែលតែនេះគឺយើងច្រើនតែហៅថាតែធៀគួនអ៊ីនណាបាទគុណភាពគឺថា premium តែហ្មងបាទគឺមិនត្រឹមតែក្រអូបឈ្ងុយឈ្ងប់តាមបែបធម្មជាតិប៉ុណ្ណោះទេបាទក៏ប៉ុន្តែវាជួយដល់សុខភាពយើងបានច្រើនទៀតបាទបានច្រើនណាស់បាទគឺ original តែហ្មងបាទអញ្ចឹងចង់បានតែអ៊ូឡុងធៀគួនអ៊ីនដែល original រសជាតិក្រអូបឈ្ងុយឈ្ងប់នោះតលតែមកពីតំបន់ Ansi County ហ្នឹងហើយបាទហើយនៅខាងអឺរ៉ុបគេហៅថា Iron Goddess តែនេះបាទ Iron Goddess ហ្នឹងបកប្រែមកថាព្រះធ្វើអំពីដែកបាទដោយសារតែនេះគឺរកឃើញដំបូងហ្នឹងគឺពាក់ព័ន្ធជាមួយនឹងព្រះនាងគង់សុអ៊ីមបាទដោយសារនៅក្នុងព្រះវិហារចាស់មួយនោះគឺថាមានរូបសំណាកព្រះនាងគង់សុអ៊ីមនៅទីនោះដែលរូបសំណាកនោះធ្វើអំពីដែកបាទហើយក៏ដំណើររឿងចាប់ពីពេលនោះមកបាទរកឃើញតែហ្នឹងបាទអញ្ចឹងដំណើររឿងវែងឆ្ងាយខ្ញុំនឹងជម្រាបជូននៅពេលក្រោយបាទអរគុណច្រើនបាទអរគុណគឺជាម៉ាស៊ីនដែលគឺហៅថាធ្វើតែឲ្យវាទៅជាចេញរៀងចេញអីហ្នឹងគឺហៅ rolling machine បងប្អូនបាទ roll machine ប៉ុន្តែម៉ាស៊ីននេះគឺថាម៉ាស៊ីនទំមិនមែនម៉ាស៊ីនទំនើបទេគឺម៉ាស៊ីនបុរាណហើយបងប្អូនបាទធ្វើពីឈើបាទឥឡូវនេះធ្វើពីដែកអស់ហើយម៉ាស៊ីនអស់នេះបាទអញ្ចឹងធ្វើពីដែកអស់ហើយអូខេវ៉ាវអញ្ចឹងយើងដាក់តែចូលក្នុងនេះមកហើយអានេះរបៀបម៉ាស៊ីនកិនស្រូវយើងម៉ាស៊ីនអរែងកិនស្រូវយើងពីដើមដែរណាបងប្អូនបាទអញ្ចឹងឃើញហើយបាទប៉ុន្តែអានេះគឺសម្រាប់ធ្វើតែទេបាទគឺមើលបាទបងប្អូនមួយចំនួនបានសួរថាតើការពិសាតែរាល់ថ្ងៃបានទទួលអ្វីមកវិញខ្លះបាទខ្ញុំទុកតួនាទីនេះជូនលោកវិជ្ជបណ្ឌិតបកស្រាយជូនបងប្អូនបាទខ្ញុំបានដកស្រង់នៅប្រសាសន៍ខ្លីៗរបស់លោកហើយខ្ញុំបានដាក់ link page របស់លោកនៅទីនេះដែរបងប្អូនមានចម្ងល់អាចសាកសួរឬក៏ចូលទៅក្នុង page របស់លោកដើម្បីមើលវីដេអូពេញបានបាទក្នុងនាមខ្ញុំជាអ្នកលក់គឺថាមានតួនាទីស្វែងរកផលិតផលល្អជាពិសេសតែសរីរាង្គបរិសុទ្ធពីធម្មជាតិហើយនឹងរសជាតិឈ្ងុយឆ្ងាញ់ផងជូនបងប្អូនបាទអញ្ចឹងសូមជួយបងប្អូនដូចតទៅនេះបាទជាទូទៅញ៉ាំទឹកតែវាមានផលប្រយោជន៍ច្រើនតាមការស្រាវជ្រាវមកពីខាង Western និងខាង Eastern ពីខាងកើតនិងខាងលិចការញ៉ាំតែជួយគ្រប់ប្រភេទវាមានសារធាតុ flavonoid ដែលជា flavonoid ដែលជា antioxidant ប្រព័ន្ធការពារមហារីកប្រព័ន្ធវាយលុកលើមេរោគអញ្ចឹងណាបាទវាមានសារធាតុ flavonoid នឹងច្រើនអញ្ចឹងទីមួយវាជួយឲ្យកាត់បន្ថយមហារីកដូចជាថ្លើមស្ដន់ប្រូស្តាតហើយនឹងមហារីករុនគូតចឹងដែរអញ្ចឹងណាបាទហើយទី2យើងឃើញថាជួយឲ្យបញ្ញាញាណយើងដើរស្រួលឆ្លៀសវៃភ្លឺស្វាងញ៉ាំតែហ្នឹងហើយម្យ៉ាងមួយទៀតផងដែរវាជួយកាត់បន្ថយខ្លាញ់តែវាមានសារធាតុនៅក្នុងខ្លួនហ្នឹងដែលកាត់បន្ថយជាតិខ្លាញ់ច្រើនហើយការញ៉ាំតែមួយទៀតផងដែរគឺវាធ្វើឲ្យការពារខួរក្បាលយើងកុំឲ្យវាឆាប់ចាស់ក្នុងតែបៃតងសារធាតុមួយដែលសំខាន់គេហៅថា polyphenol នឹងមានច្រើនមែនតើនៅក្នុងតែបៃតងប៉ុន្តែវាមាននៅក្នុងផ្លែឈើផ្សេងទៀតដែរផ្លែឈើដែលវាសម្បូរហ្នឹងគឺពួកផ្លែឈើដែលមានពណ៌ខ្លាំងណាដូចពួក strawberry ដូចពួក blueberry raspberry blackberry អីអញ្ចឹងណាគឺវាមាននៅក្នុងហ្នឹងដែរសារធាតុ polyphenol ហ្នឹងគឺវាមានតួនាទីពីរសំខាន់ដើម្បីជួយពាក់ព័ន្ធនឹងសុខភាពផងសម្រស់របស់យើងផងណាទីមួយគឺហៅថា antioxidant សារធាតុហ្នឹងគឺវាជួយទៅចាប់ពពួក free radical ដែលយើងទទួលបានពី pollution ពីកម្ដៅថ្ងៃអីនៅក្នុងរបបរស់នៅប្រចាំថ្ងៃរបស់យើងហ្នឹងអញ្ចឹងកាលណាយើងមាន antioxidant ហ្នឹងច្រើនគឺវាទៅចាប់ពពួក free radical អញនិយាយខ្លីថាជាជាតិពុលអីផ្សេងដែលមកពីរឿង stress រឿងអីរបស់យើងហ្នឹង
ប្រសិនបើនិយាយពីសកម្មភាពលើស្បែកវាជួយឲ្យស្បែករបស់យើងទប់កុំឲ្យឆាប់ចាស់វាជួយស្បែករបស់យើងដូចថាកុំឲ្យស្អាប់អញ្ចឹងវាឲ្យភ្លឺវាឲ្យស្រស់ថ្លាដោយសារតែវាអត់មានអា stress ចេញពីអាពពួក free radical ហ្នឹងប៉ុន្តែបើនិយាយពីសុខភាពទូទៅ antioxidant ហ្នឹងគឺសំខាន់ជាមួយនឹងប្រព័ន្ធភាពស៊ាំហើយសំខាន់ជាមួយនឹងការសិក្សាខ្លះឯណាគេប្រាប់ថាវាការពារដូចជាជំងឺពាក់ព័ន្ធជាមួយនឹងរឿងកង់សេអីផ្សេងៗសារហេតុផលនៃជំងឺមហារីកមួយចំនួនគឺវាបណ្ដាលមកពីអាពពួក free radical ពពួក pollution ពពួកកម្ដៅថ្ងៃ UVA UVB អីដែលយើងជួបប្រទះនឹងឯងសារធាតុមួយទៀតដែល polyphenol ហ្នឹងវាមានសកម្មភាពគេហៅថាជា anti inflammatory គឺការប្រឆាំងការរលាកដូចតែខ្ញុំនិយាយដដែលថាមិនមែនរលាកភ្លើងទេគឺជាការរលាកនៅក្នុងខ្លួនរបស់យើងនៅពេលដែលយើងទទួលទៅលើ particle ឬក៏ទទួលទៅលើ protein អីដែលវាមិនល្អសម្រាប់ខ្លួនប្រាណរបស់យើងវាមានតួនាទីមួយគឺវាទប់ប្រឆាំងជាមួយនឹងអាសារធាតុទាំងអស់ហ្នឹងហើយកាលណាវាប្រឆាំងគ្នាដូចវាធ្វើសង្គ្រាមនៅក្នុងខ្លួនអញ្ចឹងគេហៅថាវា inflammation បានន័យថាវាចាប់ផ្ដើមរលាកក្រោយពីវារលាកហើយវាអាចឲ្យផលមិនល្អមួយចំនួនដល់សរីរាង្គនៅក្នុងខ្លួនរបស់យើងផ្សេងអញ្ចឹងអញ្ចឹងនៅពេលដែលយើងញ៉ាំអាពពួក green tea មានអាសារធាតុ polyphenol ហ្នឹងវាទប់អាការរលាកនឹងបានច្រើនគេហៅថាជា anti inflammatory សកម្មភាពទប់អាគ្រឿងរលាកនៅក្នុងខ្លួនហ្នឹងអញ្ចឹងបានអ្នកខ្លះនៅពេលដែលគាត់គ្រុនផ្ដាសាយឬក៏អ្នកខ្លះគាត់ឈឺសន្លាក់ឈឺឆ្អឹងឆ្អែងអីអញ្ចឹងដោយសារតែមានការរលាកនៅក្នុងខ្លួនរបស់គាត់ហ្នឹងដល់ពេលគាត់ញ៉ាំតែបៃតងហ្នឹងញ៉ាំក្តៅអញ្ចឹងទៅមួយថ្ងៃមួយកែវពីរកែវអីអញ្ចឹងទៅធ្វើឲ្យខ្លួនរបស់គាត់ហ្នឹងមានអារម្មណ៍ថារៀងស្រួលខ្លួនជាងមុនខ្លះប៉ុន្តែមិនមែនជាការព្យាបាលទេណាគ្រាន់តែវាជាការថមថយនៅរោគសញ្ញាមួយចំនួនធ្វើឲ្យខ្លួនរបស់គាត់ហ្នឹងវាស្រួលខ្លួនអញ្ចឹងក៏គេចំណាំតគ្នាអ្នកជំងឺខ្លះគាត់ផ្ដាសាយគាត់អាចញ៉ាំជាពពួកតែបៃតងញ៉ាំជាពពួកខ្ញីក៏សម្បូរពពួក anti inflammatory នឹងដែរប៉ុន្តែដូចខ្ញុំប្រាប់ដដែលអញ្ចឹងសារធាតុនៅក្នុងចំណីអាហារឬក៏នៅក្នុងរបបរស់នៅរបស់យើងហ្នឹងវាមិនមែនជាការដែលយើងយកទៅព្យាបាលជំងឺអីមួយទេវាជារបស់មួយដែលយើងគួរដឹងព្រោះអីនៅពេលដែលយើងមានជំងឺអីឬក៏យើងចង់ទប់ស្កាត់ជំងឺអីយើងអាចប្រមូលអាសារធាតុដែលមាននៅក្នុងរបបអាហារហ្នឹងអាចយកមកញ៉ាំបានអមជាមួយការព្យាបាលរបស់គ្រូពេទ្យផ្សេងថែមទៀតអញ្ចឹងថ្ងៃនេះចែកម្លែកប៉ុណ្ណឹងប្រសិនបើមានសំណួរអីទៀតអាច comment នៅក្នុងវីដេអូរបស់ខ្ញុំបានអរគុណច្រើនថ្ងៃក្រោយជួបគ្នាទៀតបាយបាយលោកអ្នកនាងបានជ្រាបហើយអំពីលក្ខណៈពិសេសនៃរុក្ខជាតិតែដូច្នេះនាងខ្ញុំសូមបូកសរុបគុណប្រយោជន៍9យ៉ាងមកបំភ្លឺលម្អិតម្ដងមួយជូនអស់លោកអ្នកនាងតាក់ទងនឹងការជ្រើសរើសបរិភោគទឹកតែជាទឹកក្តៅជាទឹកត្រជាក់ដាក់ទឹកកកដាក់លាយស្ករលាយទឹកឃ្មុំឬក៏ត្រូវបន្ថែមក្រូចឆ្មាទៀតក៏បានតាមការចូលចិត្តជាមួយនឹងធាតុបន្សំដ៏សកម្មរបស់តែបៃតងដែលជាអ្នកប្រយុទ្ធប្រឆាំងនឹងសារធាតុខ្លាញ់ពោលគឺបង្កើនល្បឿននៃការដុតរំលាយខ្លាញ់នៅក្នុងខ្លួនមិនឲ្យសល់កកច្រើនដែលជាបុព្វហេតុនាំឲ្យកើតជំងឺខ្លាញ់ក្នុងឈាមបើតាមការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ TÜV បានអួតអាងបន្ថែមទៀតអំពីសមត្ថភាពអង់ទីអុកស៊ីដង់របស់តែបៃតងថាដូចជាសារធាតុកាតេឈីនផ្សេងទៀតដែរក៏ប៉ុន្តែ ECGC មានសកម្មភាពដៅទិសចំទៅរកខ្លាញ់នៅឯពោះដែលនេះអាចពន្លឿនការបញ្ចុះទម្ងន់បានដល់ទៅ 77% តែបៃតងមានថាមពលជួយរក្សាលំនឹងជាតិស្ករឲ្យនៅថេរក៏ព្រោះតែសារធាតុអង់ទីអុកស៊ីដង់ EGCG ជួយសម្រួលការបែងចែកធាតុអាំងស៊ូលីននៅក្នុងខ្លួនប្រាណបញ្ចេញមិនឲ្យជាតិស្ករឡើងខ្លាំងមិនឲ្យមានអារម្មណ៍ឆាប់នឿយហត់និងមិនចង់ឲ្យញ៉ាំឥតឈប់ឈរបើតាមការសិក្សានៅខែមេសាឆ្នាំ2010តែបៃតងអាចនឹងមានប្រយោជន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសួតពីព្រោះតែ EGCG មានសមត្ថភាពអាចលុបកំណើនកោសិកាមហារីកសួតបានតែបៃតងក៏ទំនងជាមានសកម្មភាពប្រឆាំងនឹងជំងឺមហារីកពោះវៀនធំដែរនេះបើតាមការសិក្សាមួយចំនួនបាទដើម្បីកុំឲ្យវីដេអូវែងពេកបងប្អូនខ្លីៗប៉ុណ្នេះសិនហើយនៅខាងចុងវីដេអូនេះសូមជួយបងប្អូនមើលអំពី comment របស់បងប្អូនដែលធ្លាប់ប្រើតែបៃតងកន្លងមកហើយនឹងយើងមានតែបៃតងជាពិសេសគឺមច្ឆាបងប្អូនបាទមានតម្លៃពិសេសសម្រាប់បងប្អូនយកទៅលក់វិញឬក៏យកទៅឆុងលក់បងប្អូនបាទសូមជួយបងប្អូនទស្សនាបន្តទៀតអំពីតែរបស់យើងដូចតទៅនេះបងប្អូនបាទអញ្ចឹងយើងមានតម្លៃពិសេសសម្រាប់យកទៅលក់វិញនិងសម្រាប់ហាងកាហ្វេបងប្អូនបាទឆ្ងាញ់មែនតើខ្ញុំផឹកនៅអាហាងប្រេនក្នុងពេញអត់បានឆ្ងាញ់ដូចមច្ឆារបស់ក្បែរផង
បាទពូសូមអនុញ្ញាតយកសម្លេងរបស់ក្មួយដែលនិយាយថាតែបៃតងមានរសជាតិឈ្ងុយឆ្ងាញ់និងអត្ថប្រយោជន៍យ៉ាងណាខ្លះចំពោះសុខភាពនោះបាទដើម្បីឲ្យបងប្អូនយើងបានដឹងផងបាទពូយកតែសម្លេងមកទេគឺថាមិនយករូបភាពអីមកទេហើយបើសិនជាក្មួយមានយោបល់យ៉ាងម៉េចអាចជម្រាបអាចប្រាប់បងពូវិញផងបាទអរគុណច្រើនបាទអរគុណដូចគ្នា បានតាពូចង់ថតក៏បានចង់ជាសលេងក៏បានព្រោះអត់អីទេពូអត់អីទេព្រោះដោយសារតែរបស់ពូឆ្ងាញ់ខ្លាំងណាស់ហើយអត់មានមិនថាមិនប៉ះពាល់ដល់សុខភាពទេវាជំនួយដល់សុខភាពពូខ្ញុំញ៉ាំតែបៃតងនឹងខ្ញុំគេងបានហើយអត់មានវល់ទេហើយឆ្ងាញ់ខ្លាំងមែនតើទាំងឆ្ងាញ់ទាំងជំនួយ ម្សៅម៉ាឆាយកទៅធ្វើម៉ាស់បិទមុខទៀតបង ម្ឆាបោះពូឆ្ងាញ់មែនតាខ្ញុំផឹកនៅអាហារប្រេនក្នុងពេញអត់បានឆ្ងាញ់ដូចម្ឆាបោះពូឯងផងហ្នឹងសៅរ៍អាទិត្យអត់ធ្វើការហ្នឹងឆុងម្នាក់មួយកែវក្នុងផ្ទះហ្នឹង ហ្នឹងហើយខ្ញុំយកមកលាយមួយដោះគោឆៅបិទមុខកលពូវាជាអាចជ្រុយជាស្នាមយើងមុខអាចជ្រុយយើងមុខជាប់ហ្មងជាតាលពូ បងអើយខ្ញុំដាក់មកលភាពបាយ តែអត់តន់ពេញទេប៉ុន្តែវាយធ្វើតាមនេះមកឯងក្នុងវីដេអូហ្នឹងបន្ទាប់មកកណ្ដាលទៅដោះគោស្រស់ពួកយើងហូបក្តៅហើយដាក់ទឹកឃ្មុំបន្តិចឆ្ងាញ់បងឆ្ងាញ់ខ្លាំងប្តីថាឆ្ងាញ់ណាស់ ម្ឆាយកមកឆ្ងាញ់ខ្លាំងណាពូអត់ដែរជួបទេហើយខ្ញុំធ្លាប់ញ៉ាំតែបៃតងនៅកន្លែងគេផ្សេងណាពូញ៉ាំហើយដឹងតែវិលមុខហើយក៏វាអត់ចេញជាតិតែមកដល់ដូចនឹងលាយអីហើយមិនថាប្រេនខ្លាំងប៉ុណ្ណាញ៉ាំហើយដឹងវិលមុខហ្មងដល់ពេលកន្លែងពូម្ឆាគឺខ្ញុំញ៉ាំសុតហើយដឹងឆ្ងាញ់ហើយឈ្ងុយហ្មងពូហើយអត់វិលមុខអីហើយដាក់តែធ្ងន់ប៉ុណ្ណាក៏អត់មានចេញវិលមុខអីវាទៅជាស្រួលខ្លួនហើយឆ្ងាញ់ណាពូម្ឆាហ្នឹងល្អខ្លាំងណាពូល្អមែនតែនហ្មងហើយនៅសល់ពាក់កណ្ដាលទៀតនៅខ្ញុំនៅញ៉ាំទៀតទៅអស់ពាក់កណ្ដាលពូហើយចង់មើលអីផ្សេងទៀតសូមសរសើរតែមួយតែពេលខ្ញុំផឹកទៅមានអារម្មណ៍សប្បាយដូចជាខុសពីធម្មតាសប្បាយលក្ខណៈថាហាងភ្លឺថ្លាហើយហាងម៉ត់នឹងមកពីផឹកតែឬមកពីញ៉ាំអីខ្ញុំមិនដឹងទេលក្ខណៈថាខ្ញុំមើលទៅហាងខុសធម្មតាពីមុនផឹកស្រាប់អីទៅមានអារម្មណ៍ស្បាយយើងធ្លាក់អីទៅដល់ពេលផឹកតែម្នាក់មានអារម្មណ៍ថាដូចជាស្បាយយ៉ាងតឹង បាទបន្ទាប់ពីបានស្ដាប់នៅ comment របស់បងប្អូនរួចហើយនោះខ្ញុំក៏សូមរំលឹកបងប្អូនតិចដែរថាមច្ឆារបស់យើងនេះគឺជាម្សៅតែបៃតងដែលមានគុណភាពល្អសរីរាង្គបាទហើយក្រុមហ៊ុនបានបញ្ជាក់ប្រាប់ខ្ញុំទៀតថានេះគឺជាក្រុមហ៊ុនដែលផលិតតែសរីរាង្គដំបូងគេតាំងពីឆ្នាំ1989មកបងប្អូនបាទបច្ចុប្បន្ននេះគឺថាមាន EU standard បាទ EU standard organic tea ដែលជាតែសម្រាប់យកទៅលក់នៅសហភាពអឺរ៉ុបនោះបងប្អូនបាទអញ្ចឹងគឺថាធានាបាននៅគុណភាពពីព្រោះថាយើងញ៉ាំតែបៃតងដើម្បីសុខភាពអញ្ចឹងត្រូវតែជ្រើសរើសតែគុណភាពល្អដែរបងប្អូនបាទអូខេអញ្ចឹងបងប្អូនសូមអញ្ជើញមើលពណ៌របស់តែបាទតែបៃតងរបស់យើងនឹងសូមរំលឹកបងប្អូនឡើងវិញដែរថាតែរបស់យើងនឹងគឺមានមច្ឆានេះគេហៅថាceremony grade បងប្អូនគឺថាល្អសរីរាង្គដូចគ្នាគ្រាន់តែថាពណ៌នឹងវាលៀងគ្នាតិចបាទឥឡូវនេះតែថ្មីដែលទើបនឹងមកដល់នោះពណ៌គឺថាលៀងគ្នាតែបន្តិចទេបងប្អូនបាទគឺថាអស្ចារ្យណាស់បាទគឺថា grade បាទក្រុមហ៊ុនបញ្ជាក់ប្រាប់ខ្ញុំមកបញ្ជាក់ទៀតថាឲ្យបងប្អូនយកតែរបស់យើងនេះទៅប្រៀបធៀបជាមួយតែដែលបងប្អូនបានប្រើមុននោះបើខ្ញុំនិយាយថារបស់យើងល្អបងប្អូនជឿថាតែរបស់ខ្លួនឯងថាល្អបាទគឺថាល្អមែនប៉ុន្តែបងប្អូនកុំអាលជឿទាំងស្រុងសូមអញ្ជើញយកទៅប្រៀបធៀបជាមួយនឹងតែដែលបងប្អូនបានប្រើមុននោះតើវាខុសគ្នាយ៉ាងម៉េចទៅបងប្អូនបាទអានេះមួយកំប៉ុងនេះគឺទម្ងន់120ក្រាមតម្លៃ$18ហើយមួយកញ្ចប់នេះទម្ងន់125ក្រាមដូចគ្នាតម្លៃតែ$12ទេបាទហើយបងប្អូនមានបំណងចង់ទិញច្រើនយកទៅលក់វិញឬក៏យកទៅឆុងលក់ទោះហាងកាហ្វេហាងតែរបស់បងប្អូននោះតូចក្តីធំក្តីគឺថាអាចយកតែនេះទៅបម្រើភ្ញៀវបានបាទហើយធានាថាភ្ញៀវបងប្អូនគឺថាពេញចិត្តបាទពេញចិត្តតែម្ដងបាទចាពូខ្ញុំបានទទួលតែពូហើយតែម្ឆាពូយកមកធ្វើប្រភេទឡាតេឆ្ងាញ់ណាពូទាំងក្តៅទាំងត្រជាក់អត់ដូចតែម្ឆាមុនដែលខ្ញុំធ្វើទេម្ឆាមុនខ្ញុំធ្វើទៅភ្ញៀវគាត់ញ៉ាំហកដងគាត់ញ៉ាំនៅសល់បាតកែវតិចណាដល់ពេលម្ឆាម្ដងនេះយកមកធ្វើជូនភ្ញៀវគាត់ញ៉ាំឡើងអស់
ហើយខ្ញុំធ្វើញ៉ាំខ្លួនឯងដែរឆ្ងាញ់មែនរសជាតិវាខ្ទិះហើយឈ្ងុយនិយាយទៅយកមកធ្វើឡាត់ប្រភេទឡាតេឆ្ងាញ់ណាពូ ខ្ញុំធ្លាប់ទិញតែខាងបងមកលក់ដល់ពេលចឹងអត់ហ៊ានដូរហាងទេដោយសារតែនៅនេះមានលក់ដែរតែអត់ហ៊ានទិញព្រោះខ្ញុំប្រើបបងហ្នឹងគេថាឆ្ងាញ់គេហូបទៅគេថាឆ្ងាញ់ចឹងណាពូដោយសារតែខ្ញុំធ្លាប់ទិញអាផ្សេងហូបគេថាហូបអត់កើតតែរបស់ពូយកមកគេថាឆ្ងាញ់ បងប្អូនខ្លះថាពូតែពូល្អយ៉ាងហ្នឹងខ្ញុំលក់បានតែមួយកែវ 4-5 ពាន់ហ្នឹងតើលក់ចំណេញទេពូបាទមិនបញ្ហាទេបាទគឺថាមានតម្លៃពិសេសសម្រាប់បងប្អូនយកទៅឆុងលក់ឬក៏យកទៅលក់បន្តនោះបាទតើបងប្អូនមានឆ្ងល់ទេបាទតើហេតុអ្វីបានតែរបស់យើងមានគុណភាពល្អរសជាតិឈ្ងុយឆ្ងាញ់បរិសុទ្ធពីធម្មជាតិជាពិសេសគឺសរីរាង្គដែលមាន EU Standard Organic ទីនោះ ហើយយើងលក់តម្លៃសមរម្យបំផុតបងប្អូនបាទបើប្រៀបធៀបជាមួយនឹងតែផ្សេងនោះបាទពីក្រោយនៃតម្លៃដ៏ពិសេសនេះគឺដោយសារខ្ញុំបានធ្វើការទំនាក់ទំនងផ្ទាល់ជាមួយនឹងរោងចក្រធំដែលបានផលិតតែលក្ខណៈអន្តរជាតិបងប្អូនបាទតែគុណភាពល្អតម្លៃធូរថ្លៃបំផុតដែលបងប្អូនអាចយកទៅពិសានិងយកទៅលក់ដូរបានបាទគឺខ្ញុំបានទៅដល់រោងចក្រ ផ្ទាល់បាទភ្ញៀវជនជាតិជប៉ុនដែលគាត់អញ្ជើញមកពិសាតែនៅទីនេះគាត់ថាតែនេះបើនៅស្រុកគាត់តម្លៃថ្លៃខ្លាំងណាស់បាទហើយមិនបានសរីរាង្គដូចនេះផងបាទ មានចាប់អារម្មណ៍អញ្ចឹងហ៎អង្គុយសិនអញ្ចឹងចង់ភ្លក់បានភ្លក់ហ៎លោកមិនទេមីតៃមកខាងនេះឆ្ងាញ់មែនតើអូខេអរគុណច្រើនអរគុណជប៉ុនថាម៉េចអរគុណអារីកាតូអារ៉ុយកាតូអារីកាតូហ្គោសៃម៉ាសអារីកាតូហ្គោសៃម៉ាសអរគុណច្រើនដូចគ្នាអរគុណច្រើនដូចគ្នា